ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្ហាញអំពីរបៀបធ្វើណែមជូរសាច់ជ្រូកតែអញ្ចឹងចង់ដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាជាដំបូងនាងខ្ញុំយកខ្លាញ់ជ្រូកដែលបានចិញ្ចាំរួចហើយនឹងមកច្របល់ជាមួយសាច់ជ្រូកចិញ្ច្រាំដែរចាចំពោះណែមប្រភេទនេះគឺយើងមិនអាចដាក់សាច់សុទ្ធបានទេត្រូវដាក់លាយខ្លាញ់ទៅណែមនោះវាឆ្ងាញ់ចាប់តពីច្របល់សាច់ជ្រូកនិងខ្លាញ់ជ្រូកវាជាល្បាយស្មើគ្នាហើយដល់នេះខ្ញុំចាប់តាមដាក់អំបិលចាអំបិលគឺខ្ញុំប្រើអំបិលក្រួសដែលបានបុកមាត់ហ្នឹងចូលទៅខ្ញុំអត់ប្រើអំបិលមាត់ទេហើយដាក់ប៊ីចេងហើយនឹងខ្ទឹមសបុកចាប់ពេលដែលបងប្អូនមុននឹងច្របល់ចូលជាមួយសាច់ជ្រូកយើងច្របាច់ឲ្យវាចេញទឹកខ្ទឹមសិនមកហើយច្របល់គ្រឿងផ្សំដែលបានដាក់ហ្នឹងឲ្យចូលគ្នាជាមុនសិនបន្តមកទៀតនេះខ្ញុំចាប់ផ្ដើមដាក់បាយចូលក្រោយគេចាក់បាយនេះគឺបាយយើងហូបធម្មតាហ្នឹងដាំឲ្យរៀងស្រួយទៅឲ្យបងប្អូនដុសយកមកធ្វើបានចាំមុននឹងខ្ញុំច្របល់នេះខ្ញុំជ្រលក់ដៃនឹងទឹកសិនដើម្បីកុំឲ្យវាស្អិតចាចំពោះគ្រឿងផ្សំគឺមានតែប៉ុណ្្នឹងឯងបងប្អូនហើយនេះខ្ញុំនឹងបន្តច្របល់ឲ្យសាច់ជ្រូកហ្នឹងវារៀងស្អិតបន្តិចបងប្អូនវាប្រែពណ៌ប៉ុណ្ណឹងសាច់ជ្រូករបស់យើងចំណែកនេះគឺជាថង់ដែលនាងខ្ញុំយកមកច្រកណែមសាច់ជ្រូកហ្នឹងគឺនេះខ្ញុំប្រើថង់ចាស់ថង់ហ្នឹងគឺទំហំ4គុណនឹង7តែមកនេះខ្ញុំចាប់ផ្ដើមច្រកដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងរបៀបច្រកគឺយើងយកស្ព្រាមកដួសហើយបងប្អូនចង់ឲ្យវាប៉ិនគ្នាបងប្អូនថ្លឹងទៅខ្លាចទៅលើបងប្អូនទេចង់ធំតូចគឺអាស្រ័យទៅលើការចូលចិត្តរបស់បងប្អូនតបមកយើងមូលថង់នឹងអញ្ចឹងមកហើយចងកៅស៊ូកៅស៊ូគឺយើងចងពីសរសៃមកលើក្រោមចង់ជារូបរាងអញ្ចឹងចានេះគឺរួចរាល់ហើយតើមកខ្ញុំបានច្រកនៅក្នុងថង់ផ្លាស្ទិកមួយទៀតហើយនេះខ្ញុំផ្អាប់វាទុករយៈពេល2យប់ចាំបន្ទាប់ពី2យប់ក្រោយមកគឺវានឹងរៀងចេញទឹកអញ្ចឹងបងប្អូនហើយវាមានក្លិនជូរហើយអញ្ចឹងតែប៉ុណ្ណឹងគឺល្មមហូបហើយបងប្អូនកាត់កៅស៊ូកាត់ថង់ចេញទៅហើយបងប្អូនយកទៅដោតចង្កាក់ដើម្បីយកទៅអាំងបាននេះបើសិនជាបងប្អូនលក់បងប្អូនដោតចង្កាក់ទៅតែបងប្អូនអាំងញ៉ាំខ្លួនឯងបងប្អូនមិនបាច់ចាំដោតចង្កាក់ក៏បានដែរពេលដែលបងប្អូនញ៉ាំមិនអស់បងប្អូនត្រូវយកទៅទុកក្នុងទូទឹកកកមិនចឹងទេវានឹងជូរខ្លាំងយើងញ៉ាំអត់ឆ្ងាញ់ពេលដែលអាំងបងប្អូនកុំប្រើភ្លើងខ្លាំងពេកពីព្រោះអីវាមានជាតិខ្លាញ់វាស្រក់ទៅក្នុងធ្យូងទៅធ្វើឲ្យវាឆាបឆេះវាឆាប់នឹងខ្លោចបងប្អូនអាសាប្រាយវាផងចានេះខ្ញុំអាំងឆ្អិនហើយតែប៉ុណ្ណឹងគឺរាល់ហើយបងប្អូនចានេះគឺជាអន្លក់បន្លែស្រស់មានដូចដែលខ្ញុំបានបង្ហាញអញ្ចឹងហើយក៏មានម្ទេសក្រៀមដែលយើងបានបំពងខ្លាញ់ឲ្យរៀងស្រួយហើយចឹងខ្ញុំសូមអរគុណបងប្អូនផងដែរដែលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំហើយបងប្អូនកុំភ្លេចចុច like share និង follow page នាងខ្ញុំម្នាក់មួយផងចាសសូមអរគុណសូមជម្រាបលា